បីដូចជារៀងចាលមិនរៃអង្គាម្ដងទៀតទេហើយវិសាលយកលុយមុននិធិដែលនៅសេសសល់ពីលើកមុនមកចាត់ចែងជួយជនរងគ្រោះនិងជនភៀសសាំងចំណេះ stand up ក៏ដូចជា Page stand up ញូនឹងធ្វើការលំអិតព្រមនេះជាការពិតណាស់ fan ក៏ដូចជាមហាជនដែលតែងតែតាមដានទៅលើលោកវិសាលនិងភរិយាគឺអ្នកនាងស្រីនីនិងក្រុមគ្រួសារការពីពេលកន្លងមកច្បាស់ជាបានជ្រាបរួចមកហើយពីការបង្កើតនៅមូលនិធិនៃការជួយទៅដល់ជនភៀសសាំងនិងកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនកំឡុងពេលកម្ពុជាទូសង្គ្រាមជាមួយនឹងប្រទេសថៃសូមរំលឹកឡើងវិញបន្តិចផងដែរថាលោកហេងវិសាលនិងស្រីនីដែលជាភរិយាក៏មិនខុសពីម្ចាស់មូលនិធិដទៃទៀតផ្សេងដែរដែលត្រូវបានមហាជនមួយចំនួនជជែកដេញដោលសួរពីចំណូលចំណាយហើយរហូតមានអ្នកខ្លះចោទថាមានការកឹបកេងថែមទៀតផងដែរតែទោះបីជាយ៉ាងណាក៏ដោយក៏យើងបានសង្កេតឃើញថាលោកហេងវិសាលនិងភរិយាមិននៅស្ងៀមនោះទេក៏ចេញមកច្រានចោលការចោទប្រកាន់ភ្លាមផងដែរជាក់ស្ដែងនៅក្នុងពេលថ្មីនេះក៏យើងឃើញថាស្របពេលដែលប្រជាជននៅភូមិប្រច័ន្ទបាននឹងកំពុងតែចម្លៀសខ្លួនមករកទីសុវត្ថិភាពជាថ្មីគណៈដែលទាហានថៃបានបាញ់ប្រហារកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនោះលោកហេងវិសាលក៏បានចេញមកប្រាំពីការជួយរបស់លោកទៅដល់ជនភៀសសាំងជនរងគ្រោះនិងអ្នករងរបួសនៅក្នុងហេតុការណ៍ខាងលើនេះដែរតែទោះបីជាយ៉ាងណាក៏ដោយលើកនេះលោកហេងវិសាលមិនបានប្រកាសប្រមូលមូលនិធិថ្មីនោះទេគឺលោកបានយកប្រាក់ជំនួយដែលនៅសេសសល់កាលពីពេលកន្លងមកជួយតាមរយៈលោកតាំងគីមលេងនិងក្រុមសប្បុរសធម៌ផ្សេងវិញហើយលើពីនេះទៅទៀតនោះលោកហេងវិសាលក៏បានបង្កើតនៅ Telegram ដើម្បីបង្ហាញពីការចំណាយនិងទឹកប្រាក់ជំនួយដែលនៅសេសសល់កាលពីពេលមុនមកជាសាធារណៈថែមទៀតផងតាមរយៈសំណេររបស់លោកហេងវិសាលបានធ្វើការរៀបរាប់នៅក្នុងបណ្ដាញសង្គម Facebook ដោយបានលើកឡើងថាម្សិលមិញនេះគឺជាថ្ងៃដែលឈឺចាប់ដែលបងប្អូនខ្មែរយើងទាំងអស់ដែលសុកប្រទេសថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាយើងរហូតដល់មានបងប្អូនខ្មែរស្លូតត្រង់ចំនួន5នាក់គ្រោះថ្នាក់ម្នាក់បានស្លាប់បាត់បង់ជីវិតនិង3នាក់រងរបួសធ្ងន់និងម្នាក់រងរបួសស្រាលខ្ញុំតំណាងឲ្យបងប្អូនខ្មែរទាំងអស់សូមធ្វើការជូនប្រាក់ចំនួន$500ទៅកាន់គ្រួសារសម$200ចំពោះបងប្អូនខ្មែរដែលត្រូវរបួសធ្ងន់និង$100ចំពោះបងប្រុសដែលត្រូវរបួសស្រាលតាមរយៈបងប្រុសតាំងគីមលេងហើយក៏បានចូលរួមធ្វើម្ហូបដល់បងប្អូនភៀសសាំងតាមរយៈបងប្រុស Bentley Cooking ចំនួន$500ផងដែរសូមបងប្អូនខ្មែរដែលជាម្ចាស់ជំនួយទាំងអស់គ្នាបានដឹងនិងរីករាយជាមួយនឹងអំពើល្អដែលពួកយើងបានធ្វើចំពោះប្រទេសនិងប្រជាជនយើងខ្ញុំបានចាត់ចែងនិងទុកដាក់ប្រាក់មូលនិធិដែលបងប្អូនបានចូលរួមតាមរយៈខ្ញុំដោយយកចិត្តទុកដាក់តាមរយៈលទ្ធផលនេះទើបឥឡូវនេះយើងនៅសល់ប្រាក់ដើម្បីអាចបន្តជួយទៅតាមកលៈទេសៈដែលចាំបាច់និងសំខាន់ដូចជាស្ដែងដោយមិនបាញ់រៃអង្គាម្ដងទៀតតាំងពីជំនួយលើកមុនមកដល់ពេលនេះពួកយើងនៅសល់ប្រាក់ជំនួយសរុបចំនួន$73,766.75 ABA $63,966 K ឬក៏លុយនៅកាន់នឹងដៃ$9,800ខ្ញុំបានបង្កើត Channel Telegram ដើម្បីបង្ហោះរាល់ការប្រើប្រាស់លុយនៅក្នុងក្រុមនេះបញ្ជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន